នៅពេលដែលខ្ញុំមានផ្ទៃពោះបាន5 ខែប្តីរបស់ខ្ញុំស្រាប់តែសុំលេងលេះជាមួយខ្ញុំប្តីលឺយួនឆៅស៊ុយខ្ញុំសុំទោសយើងលេងលេះគ្នាទៅប្រពន្ធជាស៊ុយលេងលេះលឺយួនហៅតែប្តីកំពុងនិយាយផ្ដេសផ្ដាស់អ្វីហ្នឹងប្តីប្រពន្ធសម្លាញ់ស្ដាប់ប្តីនិយាយសិនមិនមែនប្តីឈប់ស្រឡាញ់ប្រពន្ធនោះទេគឺដើម្បីការពារប្រពន្ធនិងកូនប្តីវិនិយោគបរាជ័យហើយបានជួយធានាលុយឲ្យមិត្តភក្តិនៅខាងក្រៅតែគេបានរត់ចោលស្រុកបាត់ទៅប្តីត្រូវរ៉ាប់រងបំណុលការប្រាក់ខ្ពស់រហូតដល់30 លានយន់ពួកអ្នកចង់ការប្រាក់ខ្ពស់ទាំងនោះនិយាយថាបើមិនសងលើយន់ទេពួកវានឹងមកចាប់ប្រពន្ធនិងកូនទៅកាត់បំណុលប្តីស៊ុយយើងលេងលេះគ្នាតាមពាក្យសម្ដីលេងលេះคล้ายៗទៅប្រពន្ធទេផ្ទះក្រោយរៀបការរបស់យើងនឹងប្រាក់មូលនិធិចិញ្ចឹមកូន80,000ដែលប៉ាម៉ាក់ទុកឲ្យកូននោះមកក្រោមឈ្មោះប្តីទាំងអស់មកប្តីនឹងយកទ្រព្យសម្បត្តិទាំងនេះទៅបញ្ចាំឲ្យម្ចាស់បំណុលហើយប្តីនឹងទទួលរ៉ាប់រងបំណុលដ៏ធំនេះតែម្នាក់ឯងចាំពី5 ឆ្នាំទៀតពេលសងបំណុលអស់ប្តីមុខជានឹងរៀបការជាមួយប្រពន្ធសាជាថ្មីយ៉ាងអធិកអធមមិនឲ្យអាប់អន់ឡើយសំឡេងរៀបរាប់ក្នុងចិត្តរបស់ប្រពន្ធសម្លឹងមើលប្តីដែលកំពុងយំសោកបោកខ្លួននៅចំពោះមុខខ្ញុំជាចាប់ដូចគេយកកាំបិតមកចាក់នៅពេលដែលខ្ញុំរៀបនឹងហែកកិច្ចព្រមព្រៀងលេងលេះចោលដើម្បីពុះពៀឧបសគ្គជាមួយគាត់សំឡេងចម្លែកសំឡេងក្នុងចិត្តកូនយកព្រមលេងលេះទៅប្រពន្ធអ្នកណាកំពុងនិយាយហ្នឹងកូនក្នុងតីគុំរកទៀតអីម៉ាក់ខ្ញុំគឺជាកូនឆ្នើមដ៏មាន IQ ទៀត180នៅក្នុងពោះរបស់ម៉ាក់ហ្នឹងសំឡេងកូនក្នុងតីដាច់ខាតគុំជឿឪពុកថោកទាបដែលនិយាយសុទ្ធតែពាក្យកុហកម្នាក់នេះឲ្យសោះគាត់មិនបានជំពាក់បំណុលគេទេប៉ុន្តែគាត់បានលួចតាក់ទងជាមួយកូនស្រីប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរបស់ពួកគេសំឡេងកូនក្នុងតីគាត់សម្ដែងល្ខោនធ្វើជាជឿចាប់នេះគឺចង់បោកម៉ាក់ឲ្យឆោតសៅហើយព្រមចាក់ចេញដោយដៃទេសំឡេងកូនក្នុងតីម៉ាក់គុំនៅផ្លូវទៀតប្រញាប់ព្រមលេងលេះជាមួយគាត់ទៅហើយបែងចែកទ្រព្យសម្បត្តិមុនរៀបការរបស់ម៉ាក់ឲ្យច្បាស់លាស់សំឡេងកូនក្នុងតីនៅសល់តែ15 ថ្ងៃទៀតទេគ្រោះមហន្តរាយរដូវរងាដ៏ត្រជាក់បំផុតលើពិភពលោកនឹងមកដល់ហើយសីតុណ្ហភាពនឹងធ្លាក់ចុះយ៉ាងគំហុកដល់70 អង្សាទីក្រុងទាំងមូលនឹងត្រូវកកស្ទះដល់ពេលនោះពួកយើងនឹងត្រូវកកស្លាប់មិនខានសំឡេងកូនក្នុងតីប្រញាប់នាំជីដូនជីតាត្រឡប់ទៅផ្ទះចាស់នៅលើកំពូលភ្នំវិញទៅមានតែនៅទីនោះទេដែលសុវត្ថិភាពបំផុតប្តីលឺយួនឆៅឈឺស៊ុយតើអូនធ្វើទឹកមុខស្អីហ្នឹងកុំប្រាប់ណាថាអូនគិតថាប្តីកំពុងបោកប្រាស់អូននោះលីវីគឺជាកូនបង្កើតរបស់ប្តីណាតើអូនដាច់ចិត្តឈរមើលពួកម្ចាស់បំណុលទាំងនោះមកធ្វើបាបពួកយើងគិតអីហ្នឹងប្រញាប់ស៊ីញេទៅប្រពន្ធឈឺស៊ុយយល់ព្រមលឺយួនហៅដើម្បីប្តីនិងដើម្បីកូនខ្ញុំព្រមស៊ីញេប្តីស៊ុយចុះប្រាក់មូលនិធិចិញ្ចឹមកូន80,000ដែលប៉ាម៉ាក់អូនឲ្យនោះឲ្យប្តីយកទៅដោះស្រាយបញ្ហាបន្ទាន់សិនមកប្រពន្ធនៅលើកាតមួយនេះទាំងអស់ប្តីយកទៅចុះប្តីត្រូវហើយស៊ុយខ្ញុំដឹងថាតែអូនជាមនុស្សយល់ការនិងគិតគូរពីប្រយោជន៍រួមនៅមានរស់ប្រុសព្រៀងអ្នកកុំបារម្ភអីចាំខ្ញុំដោះស្រាយបំណុលនៅខាងក្រៅរួចខ្ញុំប្រកាសជាត្រឡប់មកទទួលអ្នកវិញមិនខានសំឡេងទីរោក្នុងតីកូនបើអ្នកម៉ាក់ពិតជាប្រគល់ប្រាក់80,000យន់ឲ្យទៅអាមនោះអាក្រក់ម្នាក់នឹងមែនឬបន្តិចទៀតវាប្រកាសជាយកលុយនឹងទៅទិញចិញ្ចៀនពេជ្រជាប់ពីឲ្យកូនក្រមុំអ្នកនេះនឹងហើយធ្វើឲ្យអូនតូចខាងស្ទើបទូហើយស្ត្រីអ្នកម្ដាយកុំបារម្ភអីម៉ាក់មិនឲ្យវាយកបានសំបីតែមួយកាក់មួយសេនឡើយស្ត្រីនិយាយទៅកាន់បុរសលេខកូដកាតគឺជាថ្ងៃខែឆ្នាំកំណើតរបស់អ្នកប្រញាប់ទៅធនាគារទៅក្រែងយឺតពេលម្ចាស់បំណុលគេទន្ទឹងរង់ចាំបុរសអូខេអ្នកនៅផ្ទះមើលថែកូនក្នុងតីឲ្យបានល្អណាយប់នេះខ្ញុំមានការងារសំខាន់ត្រូវពិភាក្សាដូច្នេះខ្ញុំមិនត្រឡប់មកញ៉ាំបាយយប់ទេណាសំឡេងបិទទ្វារសំឡេងទីរោក្នុងតីកូនបើម៉ាក់ពូកែណារក្សាប្រាក់ទុកបានហើយខ្ញុំថែមទាំងដឹងទៀតថាលុយសម្ងាត់របស់ឪពុកចង្រៃនោះលាក់នៅឯណាតោះពួកយើងប្រញាប់ទៅកាយយកទ្រព្យសម្បត្តិលាក់ទុករបស់វាឲ្យអស់ពីស្តុកសំឡេងទីរោក្នុងតីកូននៅក្នុងបន្ទប់ទឹកម៉ាក់ជឿខ្ញុំមើលទៅពីដើមលើក្បាលបន្ទះពីដើមទី3ខាងឆ្វេងគឺនៅខាងក្នុងនឹងហើយ